បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានដើមផ្កាជាមង្គលមកដើមបាទមកដើមនេះបានកាត់គល់ធ្វើឬដាក់ដើមចុងធូននេះវិញរយៈពេល4ខែហើយមកដល់ឥឡូវហើយជាទូទៅដើមផ្កាជាមង្គលនេះនៅពេលដែលយើងបដោះគ្រាប់មកឬរបស់វាគឺមានលក្ខណៈធម្មជាតិវាមានបានឬច្រើនដោយបងប្អូនដែលបានឃើញនៅពេលខ្ញុំផុសមានថាដើមផ្កាទាំងអស់ហ្នឹងគាត់តែត្រូវបានកាត់គល់ធ្វើឬរួចហើយមកដើមនេះគឺបានកាត់គល់ធ្វើឬរយៈពេល4ខែហើយអញ្ចឹងណាយើងមកមើលថាឬរបស់វាដោះបានប៉ុណ្ណាហើយបាទជាទូទៅនៅពេលដែលកាត់គល់ធ្វើឬរយៈពេល4ខែក៏យើងអាចដកយកមកតែនៅហ្វាថ្មីបានអញ្ចឹងឥឡូវនេះយើងដកវាហ្មងទៅនេះខ្ញុំមានដើមផ្កាអញ្ចឹងបាទអញ្ចឹងនេះតទៅពីយើងដកចេញពីធំមកឬលាងទឹករួចបាទអញ្ចឹងថាដើមផ្ការបស់យើងនៅពេលដែលយើងកាត់គល់បាទកាត់គល់ខាងក្រោមនេះអត់មានឬធម្មជាតិវាទេបាទហើយនៅពេលយើងកាត់គល់ដើមហ្វាថ្មីទៅគឺវានឹងដោះឫសបាទនេះនៅជុំវិញគល់ហ្នឹងបាទដោះឫសហ្វាថ្មីបាទនេះបាទឬបងប្អូនបានឃើញបាទនេះឬហ្វាថ្មីរបស់វាបាទអញ្ចឹងដើមផ្កាហ្នឹងឃើញឬច្រើនស្អាតអញ្ចឹងមិនមែនបដោះក្របមកវាបានឬច្រើនស្អាតអញ្ចឹងណាបងប្អូនវាតម្រូវឲ្យយើងកាត់គល់ធម្មជាតិរបស់វាកាត់ឬធម្មជាតិរបស់វាហើយដាក់ដើមហ្វាថ្មីទៅបានដោះឫសចេញមកអញ្ចឹងហើយការដាក់ដើមហ្វាថ្មីចូលក្នុងថូននេះវិញវាមានរយៈពេលរាប់ចាប់តាំងពីថ្ងៃយើងកាត់មកទុកហើយដាក់ដើមចូលដីវិញហ្នឹងប្រហែលជា4ខែឬក៏4ខែជាងណាអញ្ចឹងមកដើមនេះដុះឫសមកបាទឬគាត់បើតាមពិតឫសវាទៅល្អជាងនេះប៉ុន្តែដោយសារតែអំឡុងពេលដែលយើងកាត់ដាក់ដើមចូលក្នុងដីវិញហើយញ័របានហ្វឹកទៅវាគ្រប់គ្រាន់អញ្ចឹងធ្វើឲ្យការដុះឫសរបស់វាទូចនៅឡើយអញ្ចឹងណាបាទហើយបើបងប្អូនចង់ទិញដើមផ្កាយកទៅកាត់ឫសហ្វាល្បងខ្ញុំមានបាទនេះបាទប្រភេទពួកនេះគឺឫសធម្មជាតិអញ្ចឹងបងប្អូនអាចទិញយកទៅកាត់គល់ធ្វើឫសហ្វាមើលបានបាទហើយឬធម្មជាតិចេះមកថោតម្លៃ$17បាទអរគុណ